យើងមានសញ្ជាតិជាកម្ពុជាប្រសិនបើមិនចេះអក្សរខ្មែរទាំង5ប្រភេទនេះអានអក្សរមិនត្រូវសូកចោលទេណាលោកអ្នកបាទ567អក្ខរស័ក្តិឬអក្ខរស័ក្តិដែលមានយុគលៈពិន្ទុខាងចុងអក្ខរស័ក្តិនេះជាឈ្មោះអក្សរមាន11តួគឺបានន័យថាមានសម្លេងគឺកងលោកអ្នករាប់ពីអក្សរករហូតដល់អក្សរនេះណាបាទទាញជាអ្នកទាំង11តួនេះវាសម្រាប់អក្សរខុស8តួបានណាលោកអ្នកគឺពីរាប់ពីអក្សរដល់អក្សរគបើអក្សរទាំង11តួនេះវានៅពីខាងដើមឬក៏នៅពីលើអក្សរទាំង8តួនេះក៏ដូចសម្លេងតាមវាមិនពិបាកប្រើមូសេតិនឬក៏ថ្មិញបដិលទេលោកអ្នក161ខោស័កឬក៏ខោស័កដែលមានយុគលិពិន្ទុនៅខាងចុងនេះប្រសាប់បាលីខោស័កឈ្មោះអក្សរដែលមានសូរសម្លេងគឺកងមាន21តួប៉ុន្តែយើងដក8តួខាងលើចាញ់នៅសល់10តួវាជាអ្នកទាំង10តួនេះអត់មានអក្សរស័កណាសម្រាប់ឬក៏សង្កត់វាឲ្យដួលសម្លេងទៅតាមបានទេព្រោះជាខោស័ករឹងបានថាសម្លេងពុតណាក៏នៅប៉ុណ្ណោះណាលោកអ្នកអក្សរ3តួនេះគឺហឡណវានៅជាមួយក្រុមណាក៏ឲ្យសម្លេងទៅតាមក្រុមនោះបាទសង្ខេប474ធិនិតពាក្យបង្កប់ឲ្យធិនិតនាមសព្ទផលិតភាសាឈ្មោះពីជាអ្នក10តួលោកអ្នករាប់ទៅបាទពីខដល់ភោជាអក្សរមានសម្លេងតឹងហើយតឹងអត់មានអក្សរហនេះទេបាទអានេះខ្ញុំសេសង្ខេបទេណាបាទជាគូគ្នានឹងពីជាអ្នកជាសិទ្ធិ10តួលោកអ្នក10តួក៏គោចចូលទៅបាទសិទ្ធិនេះមានសម្លេងធូរសរសេរប៉ុណ្ណឹងខ្ញុំសរសេរដល់សង្ខេបទេណាលោកអ្នកចង់ដឹងច្បាស់គឺទៅបើរកស្វែងរកខ្លួនឯងទៅចង់បាទអរគុណលោកអ្នកធ្វើឲ្យបានទេសនាជួយពលរដ្ឋប្រាជ្ញាច្រើនរីករាយប្រកាសជួអរគុណ